ភាពខុសគ្នារវាងពាក្យរស់ក្នុងបច្ចុប្បន្ននិងពាក្យរស់ជាបច្ចុប្បន្នរស់ក្នុងបច្ចុប្បន្នមានន័យថាការរស់ដោយមិនគិតអំពីអតីតដែលធ្លាប់ធ្វើឬអនាគតដែលត្រូវធ្វើអ្វីនោះទេគឺគិតតែអំពីបច្ចុប្បន្ននេះកំពុងធ្វើអ្វីមានដូចជាការងារជាគ្រូពេទ្យមន្ត្រីរាជការឬកំពុងទៅផ្សារកំពុងរៀនសូត្រជាដើមដូចនៅក្នុងរូបភាពដែលខ្ញុំយកមកឧទាហរណ៍កន្លែងនេះខ្ញុំមានរូបភាពប្រច័ណ្ឌមួយហើយមានអ្នកស្រាវជ្រាវម្នាក់គាត់អង្គុយនៅក្នុងភពព្រះច័ន្ទអញ្ចឹងចំណុចនេះគឺវាមាន2មួយគឺរូបភពច័ន្ទហើយមួយទៀតគឺអ្នកស្រាវជ្រាវអង្គុយនៅក្នុងភពច័ន្ទអញ្ចឹងការរស់នៅក្នុងបច្ចុប្បន្នក៏ដូចគ្នាគឺមានការរស់របស់មនុស្សមួយនិងមានបច្ចុប្បន្នមួយចំណែកពាក្យថារស់ជាបច្ចុប្បន្នគឺជាការរស់ក្នុងវិបស្សនាមានន័យថាយើងជាបច្ចុប្បន្នតែម្ដងដោយភាសាអង់គ្លេសដែលថា be present យើងនឹងគឺ to be present យើងជាមួយនឹងបច្ចុប្បន្នគឺជារបស់តែមួយវាខុសគ្នានឹងពាក្យថា in present ដែលរស់ក្នុងបច្ចុប្បន្នគឺមានតួអង្គពីរនៅខាងក្នុងនឹងរស់ជាបច្ចុប្បន្នគឺមិនមានពេលវេលាជាអតីតឬអនាគតឡើយហើយវាជាសភាវៈដែលមិនអាចបរិយាយបានឧទាហរណ៍ដូចរូបភាពខាងលើនេះកងចក្រនេះវិលរហូតការវិលរហូតនេះគឺជាបច្ចុប្បន្នដរាបណាមានការឈប់ការវិលនឹងคล้ายទៅជាអតីតឧទាហរណ៍មួយទៀតយើងឃើញមានផ្កាហើយក្លិនក្រអូបបានជះមកលើច្រមុះកាលណាយើងដឹងក្លិនថាមានក្លិនក្រអូបកើតឡើងគឺនឹងคล้ายទៅជាអតីតដូច្នេះការរស់ជាបច្ចុប្បន្នគឺជាការរស់ដោយស្ងប់ដែលមិនមានការសម្គាល់អ្វីឡើយការបានរស់ជាបច្ចុប្បន្នគឺជាអំណោយដ៏ពិសិដ្ឋជីវិតទាំងឡាយមានសេរីភាពនិងរេរាំទៅតាមទម្រង់របស់វាត្រឡប់មកជួបនឹងរៀមរា